តាហេតុអ្វីបានជាប្រទេសកម្ពុជានិងថៃប្រកាន់ជាអាណាចក្រដូចគ្នាប៉ុន្តែហេតុអ្វីបានជាស្ដេចថៃមានអំណាចខ្លាំងជាងប្រទេសដីក្នុងស្រុកហេតុអ្វីស្ដេចខ្មែរមិនមានអំណាចអូយហេតុអ្វីច្រើនណាស់រកដាក់ទី1នៅឆ្នាំ1991ណាកូនណាកិច្ចព្រមព្រៀងទីក្រុងប៉ារីចុះហត្ថលេខាថ្ងៃទី23ខែតុលាឆ្នាំ1991ឲ្យភាគីទំនាស់ដែលខ្មែរយើងច្បាំងគ្នាក្រោយពីយួនបានកាន់កាប់ប្រទេសកម្ពុជាពីឆ្នាំ79ដល់ឆ្នាំ91ដកចេញទៅក៏អង្គការសហជីវជាតិមករៀបចំប្រទេសកម្ពុជាស្ដារឡើងវិញហើយនឹងមានការបោះឆ្នោតនៅឆ្នាំ1993រវាងដូចជាខែកក្កដាក្រោយមកក៏បានសភាធម្មនុញ្ញដែលជាតំណាងរាស្ត្រចេញពីការបោះឆ្នោតដល់បានសភាធម្មនុញ្ញជាតំណាងរាស្ត្រចេញពីការបោះឆ្នោតក៏សភាតំណាងរាស្ត្រនឹងតាក់តែងរដ្ឋធម្មនុញ្ញតាក់តែងរដ្ឋធម្មនុញ្ញទៅពេលហ្នឹងអំណាចយួនដែលដកចេញពីកម្ពុជាគេណែនាំឲ្យហេងសំរិនជាសឹមហ៊ុនសែនគ្រប់គ្រងនៅការបង្កើតសារជាថ្មីនៃព្រះរាជាណាចក្រកម្ពុជាការបង្កើតសារជាថ្មីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅដែលយួននៅមានឥទ្ធិពលលើនយោបាយខ្មែរលើប្រទេសកម្ពុជាតែមិនចង់ឲ្យពិភពលោកជាពិសេសបរទេសមើលឃើញថាយួនត្រួតខ្មែរអញ្ចឹងដើម្បីបន្លំកុំឲ្យភ្នែកបរទេសនឹងមើលឃើញនៅកុំឲ្យបរទេសនឹងមើលឃើញថាយួននឹងវាលុកលុយស្រុកខ្មែរខ្លាំងវាត្រួតត្រាស្រុកខ្មែរខ្លាំងការប្រកាសប្រទេសកម្ពុជាជាការប្រកាសប្រទេសកម្ពុជាជាព្រះរាជាណាចក្រគឺជាសម្បកមួយបិទបាំងអធិបុលរបស់យួនគឺជាសម្បកមួយបិទបាំងអធិបុលរបស់យួនស្អីសម្រាប់ជាសម្បកមួយបាត់បាំងអធិបុលរបស់យួនដែលមានអំណាចនៅពីលើគណៈបកប្រជាជនអញ្ចឹងនៅក្នុងឆ្នាំ1992ក៏គណៈបកប្រជាជនបដិវត្តកម្ពុជាហ្នឹងគេកែប្រែខ្លួនគេជា CPP ហើយគេក៏កែប្រែលក្ខន្តិកៈគេអីចឹងប៉ុន្តែធាតុពិតរបស់គេគឺជាបកកុម្មុយនីសទេណាធាតុពិតរបស់គេគឺជាបកកុម្មុយនីសទេបាទធាតុពិតរបស់គេគឺជាបកកុម្មុយនីសទេតែគេសម្ដែងគេដោះអាវណាគេដោះអាវកុម្មុយនីសចឹងគេសម្ដែងថាគេជាបកដែលអនុវត្តប្រជាធិបតេយ្យសេរីពហុបកអញ្ចឹងគេកែប្រែឆ្នាំ92គេកែប្រែដល់មកបោះឆ្នោតខែកក្កដាឆ្នាំ1993យួនគេណែនាំថាឲ្យព្រមព្រៀងធ្វើម៉េចយកសីហនុឲ្យឡើងសោយរាជទៅយុទ្ធសាស្ត្រមានដូចតទៅបង្វែរប្រទេសកម្ពុជាជារដ្ឋឬក៏ជាសាធារណរដ្ឋអីហ្នឹងឲ្យទៅជាព្រះរាជាណាចក្រដើម្បីកណ្ដាប់ដៃរបស់យួនដែលគ្រប់គ្រងប្រទេសកម្ពុជាហ្នឹងវាស្ថិតនៅក្នុងសមោលវិញពិភពលោកមើលទៅបើមានអ្នកណាមួយនិយាយថាយួនកាន់កាប់ប្រទេសកម្ពុជាយួនទៅថាខ្ញុំបកកុម្មុយនីសឲ្យបកកុម្មុយនីសទៅត្រួតព្រះរាជាណាចក្រមិនកើតបើសិនជាខ្ញុំហ្នឹងពិតជាមានឥទ្ធិពលចំពោះខ្មែរខ្ញុំច្បាស់ជាមិនឲ្យកើតព្រះរាជាណាចក្រទេតែឆន្ទៈរបស់ខ្មែរនាំគ្នាបង្កើតព្រះរាជាណាចក្រដូច្នេះខ្ញុំជាមួយកម្ពុជាគឺជាប្រទេសឯករាជ្យរៀងខ្លួនមិនជិះជាន់មិនលូកដៃមិនមានឥទ្ធិពលលើកម្ពុជាទេអញ្ចឹងទី1គេកែឈ្មោះគណៈបកប្រជាជនបដិវត្តកម្ពុជាឲ្យទៅជាគណៈបកប្រជាជនកម្ពុជា CPP នៅក្នុងឆ្នាំ92ហើយទី2គេណែនាំឲ្យហេងសំរិនជាសឹមហ៊ុនសែនគ្រប់គ្រងការបង្កើតព្រះរាជាណាចក្រដើម្បីបិទបាំងឥទ្ធិពលវៀតណាមនៅកម្ពុជាចំណែកទី3គេប្រាប់ថាបើសិនណាជាហ៊ុនសែនឬក៏ជាសឹមឬក៏ហេងសំរិននឹងចង់ប្រកួតជាមួយសីហនុមិនឈ្នះសីហនុទេពីព្រោះខ្មែរយើងនៅមានសតិអារម្មណ៍គ្រប់គ្រងសីហនុអញ្ចឹងកុំប្រកួតជាមួយសីហនុត្រូវគ្រប់គ្រងសីហនុដូចជាហ៊ុនសែនយកសីហនុជាឪធរជាសឹមយកសីហនុជាប្អូនធរអីចឹងបងធរអីចឹងទៅណាហេងសំរិនតាក់ទងទៅដើម្បីអីព្រោះយួនគេផ្ដាំមកថាគណៈបកប្រជាជនបដិវត្តកម្ពុជាហេងសំរិនហ៊ុនសែនជាសឹមនឹងមិនអាចប្រកួតប្រជាប្រិយភាពជាមួយសីហនុបានទេអញ្ចឹងគឺប្រើរបៀបក្បាច់មួយដែលចិនគេហៅថៃជីជន់គឺជាក្បាច់ដែលប្រើកម្លាំងរបស់សីហនុដើម្បីបន្សាបសីហនុអញ្ចឹងយួនគេណែនាំមកឲ្យហ៊ុនសែនហេងសំរិនជាសឹមនឹងថ្វាយសីហនុឡើងសោយរាជព្រះរាជាណាចក្រដើម្បីគេរុញសីហនុឡើងលើអាហ្នឹងខ្មែរយើងពីដើមគេហៅឡើងរុញឲ្យឡើងលើទៅវាផុតដៃផុតជើងអត់មានអំណាចទេកាលហ្នឹងសីហនុគាត់ក៏គិតធ្វើងឿកទៅព្យុងយ៉ាងទៅអីសង្គមហើយគាត់ទៀមទាឲ្យដាក់នៅក្នុងរដ្ឋធម្មនុញ្ញនឹងរបៀបធ្វើសមាជជាតិអីសពគ្រប់ហើយគាត់ក៏គិតថាក្បួនរបស់គាត់
ជាយុទ្ធសាស្ត្រហ្នឹងគឺថាគាត់វាលើហ៊ុនសែនជាសឹមហេងចម្រិនគឺគាត់យកកម្ពុជាហ្នឹងបែកជា3ចំណែកមួយចំណែកវាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់រាជបល្ល័ង្កគឺគាត់ជាស្ដេចមួយបំណែកវាស្ថិតនៅលើដៃកូនគាត់អរណរិទ្ធ ហ្វុងស៊ិនប៉ាច់ជាអ្នកឈ្នះឆ្នោតហើយមួយចំណែកគឺស្ថិតនៅលើដៃរបស់ CPP ហ៊ុនសែនដូច្នេះនៅក្នុងប្លង់របស់សីហនុគាត់គិតថាគាត់មានប្រៀបជាងគាត់កាន់អំណាចនៅកម្ពុជា2/3នៅពេលដែល CPP មានអំណាចតែ1/3ទេតែចុងបំផុតនៅថ្ងៃទី5-6 កក្កដាឆ្នាំ97ហ៊ុនសែនជាសឹមហេងសំរិនផ្ទុះអាវុធឈ្នះអាចោលមកសៀតរណរិទ្ធក៏សីហនុនឹងគាត់របូតដៃពីអាផែនការ2/3របស់គាត់ណាគាត់របូតដៃនៅឆ្នាំ97ហ្នឹងហើយមិនត្រឹមប៉ុណ្្នឹងទេគាត់របូតដៃគាត់ប្រើអាចោលមកសៀតមួយឈ្មោះវាអាសមរាំងស៊ីពីឆ្នាំ95គាត់ឲ្យអាចោលមកសៀតមួយហ្នឹងទៅបំបែកសម្លេងដើម្បីគាត់ចង់ធ្វើជា2/3បូកនឹងចៃគាត់មួយទៀតគឺអាគណៈបកជាតិខ្មែររបស់អារាំងស៊ីនេះប៉ុន្តែពួកអាចោលមកសៀតអស់ហ្នឹងចាញ់ហ៊ុនសែនទាំងអស់ចាញ់ជាសឹមហេងសំរិនទាំងអស់ចាញ់ដោយសារអីដោយសារសាច់ញាតិរបស់វាគ្នាវាដែលឆ្លងទៅណាព្រោះវៀតណាមគេឲ្យហ៊ុនសែននឹងបញ្ជូនមនុស្សឲ្យរត់ទៅខាងអាហ្វុនមកកប៉ាច់គេឲ្យមនុស្សមួយចំនួននឹងរត់ទៅចូលខាងសិនសានក៏មនុស្សមួយចំនួនធំទៅចូលអាគណៈបកជាតិខ្មែរហ្នឹងដើម្បីអីដើម្បីស៊ីរូងបំផ្លាញផ្ទៃក្នុងអញ្ចឹងនៅឆ្នាំ1997 5-6 កក្កដាវាផ្ទុះអាវុធឡើងចង់បញ្ចប់នៅក្នុងខែតុលាឆ្នាំ97សីហនុរបូតដៃទាំងអស់ទីបំផុតបោះឆ្នោតសម្រាប់ឆ្នាំ98សីហនុក៏ព្រមចាញ់ហ៊ុនសែនដល់ចាញ់ហ៊ុនសែនសីហនុក៏ធ្វើមិនដឹងមិនលឺលេងទៀមទាលេងអីលេងអារាំងស៊ីទៅតាមអារាំងស៊ីទៅអារណរិទ្ធទៅតាមអារណរិទ្ធទៅអបកាច់ណាទៅតាមហ្នឹងទៅចំណែកខាងគណៈបកសឿនសាននេះវាលាយដោយសារសឿនសាននឹងចាស់ទៅហើយអាកូននឹងមិនបានការក៏លាយទៅណាហើយគេទាញបានអៀងម៉ូលីហើយអៀងម៉ូលីនឹងអត់ចិត្តជាមួយអាសូបៀនេះដល់អញ្ចឹងទៅវាគេទាញបានឆ្នាំ98មកហ្នឹងអា2/3ហ្នឹងត្រូវហ៊ុនសែនតាមយុទ្ធសាស្ត្រយួនបំផ្លាញចោលអស់អញ្ចឹងវាគ្មាន2/3ទៀតទេវាមានហ៊ុនសែន90នៅសល់អាហ្វុងស៊ិនប៉ាច់បូកនឹងអាកៅអីសែនុនៅវាំងហ្នឹងណា 10% ទេនេះគឺជាការដណ្ដើមអំណាចគ្នាអញ្ចឹងការណែនាំនយោបាយរបស់ហាណូយដែលធ្វើមកឲ្យពួក3នាក់ជាសឹមហេងសំរិនហ៊ុនសែនហ្នឹងរុញអាសែនុនឹងឡើងទៅធ្វើស្ដេចហ្នឹងគឺរុញទៅដល់លើដួលបដ ாய் ក្រោយពី98ហ្នឹងហើយវាមានអ្នកប្រឹងដែរដូចជាអាសឿនឆៃអីជាដើមខំប្រឹងអីណាចង់កែប្រែច្បាប់រាជអីស្អីលើកនាងមនិចឲ្យសោយរាជបន្តអីវាមិនមែនទិសដៅរបស់ហ៊ុនសែនមិនមែនទិសដៅរបស់គណៈប្រជាជនមិនមែនទិសដៅរបស់វៀតណាមទេអញ្ចឹងចង់បញ្ចប់ក្រោយអាមួយកូនស្ដេចសីហនុអាហ្នឹងវានៅប៉ារីសវាងាប់ទៅឈ្មោះវាស្អីទេនរិនត្រាពងអញ្ចឹងឯងប្អូនសីហមុនីនេះអាមួយហ្នឹងវាងាប់ទៅដល់ងាប់ទៅនាងមនិចហ្នឹងយំស្រែកបោកខ្លួនអស់ហើយនៅសល់កូនតែមួយអញ្ចឹងសីហនុហ្នឹងគាត់ទម្លាក់ចោលស្អីទាំងអស់គាត់គិតថាមុននឹងគាត់ងាប់ទៅគាត់រកចម្រោកឲ្យប្រពន្ធគាត់នាងមនិចហ្នឹងបានសពចាប់ពីហ្នឹងមកសីហនុក៏គាត់ចាប់ផ្ដើមសរសើរហ៊ុនសែនថាជា great patriot ជាកម្ពុជាអ្នកស្នេហាជាតិគាត់ដូរអស់ហើយដើម្បីគាត់រៀបចំដំបូងគឺគាត់ដាក់រាជឲ្យសីហមុនីឡើងពេលហ្នឹងហ៊ុនសែនអត់ព្រមទេហ៊ុនសែនគេបគាត់ថាអត់មានទេស្ដេចអត់មានដាក់រាជទេសោយមកជីវិតអញ្ចឹងគាត់ព្រោះវិធីដើម្បីដាក់រាជចង់បញ្ចប់ហ៊ុនសែនឲ្យគាត់ដាក់រាជហើយព្រមលើកសីហមុនីឲ្យឡើងហើយដាក់រនាំងបាំងអត់ឲ្យអារណរិទ្ធអាយុវនីតអបកាច់យោណាឡើងនេះអត់ឲ្យឡើងនេះយកសីហមុនីឡើងសីហនុនឹងសងគុណហ៊ុនសែនវិញទៅបង្កើតក្រុមឧត្តមក្រុមប្រឹក្សាខាងកិច្ចការព្រំដែនហើយបោកខ្មែរថាដៃតែមួយថ្នាំងដៃក៏មិនឲ្យបាត់ដែរអញ្ចឹងហើយមនុស្សនៅស្រុកបារាំងនៅអាមេរិកឯពួកយុវជនទាំងអស់នាំគ្នាផ្អើលទាំងហើយសីហនុបោកទាំងអស់តាំងពីសៀងពេញខ្សែទាំងអីបោកអស់ប្រមូលទាំងអស់ដាក់មកស្បោងឲ្យហ៊ុនសែនមើលថានេះពួកនេះថ្ងៃក្រោយកំចាត់ពេលចោលសិតតែពួកសើរើខាងព្រំដែនចង់បញ្ចប់សីហនុលាលែងចេញពីឧត្តមក្រុមប្រឹក្សាកិច្ចការព្រំដែនទុកឲ្យពួកចលនាព្រំដែនទាំងអស់ធ្លាយចេញមកទាំងអស់នៅក្នុងក្បាលបញ្ជីរបស់ហ៊ុនសែនទើបហ៊ុនសែនបំផ្លាញពួកព្រំដែនចោលគ្មានសល់រហូតដល់សប្តាហ៍នេះខ្ទេចអញ្ចឹងសីហនុដើម្បីដូរនឹងសេចក្តីសុខរបស់ប្រពន្ធហើយនឹងកូនគាត់លក់ខ្មែរភាសាទៀតមុនគាត់ងាប់នេះហើយដែលជាគំនិតយួនគេរៀបមកដើម្បីរៀបប្រជាណាចក្រកម្ពុជាដើម្បីឲ្យអាលាយកុំឲ្យអ្នកណាដែលមិនមែនជាសមាជិកបកបានកាន់អំណាចចង់បញ្ចប់ឆ្នាំ98មកដល់ឆ្នាំ2003 2008មកប្រទេសស្ថិតនៅក្នុងដៃ CPP ទាំងអស់
รถដល់ឡើយនេះគឺជារឿងដែលកើតប្រជាណាចក្រហ្នឹងហើយសពថ្ងៃនេះប្រជាណាចក្រនេះយើងឃើញហើយហ៊ុនសែនត្រូវការមីក្រូហ្វូនហ៊ុនសែនប្រាប់ថាម៉ៃកូននឹងដាក់ដៃនេះទៅពេលកាំងទៅមើលជំងឺតូឡាំមកហ៊ុនសែនថាកិច្ចការនឹងកិច្ចការប៉ាណាម៉ៃកូនអង្គុយនៅដំណាក់ខ្ចីវាំងខេមរិនទទួលតូឡាំសិនស្រេចទៅហ៊ុនសែនទេច្បាំងគ្នាច្បាំងមួយសាអញ្ចឹងទៅដើម្បីកែប្រែប្រជាប្រិយភាពរបស់ហ៊ុនសែនប្រាប់ទៅស្រេចហ្នឹងធ្វើមុខជូរដូចក្តៀនអាចអញ្ចឹងទៅមើលអ្នកជំងឺទាហានដែលគេចាប់155ថ្ងៃដើម្បីកែសម្ដីរបស់ហ៊ុនសែនឲ្យស្ដេចនេះទៅឲ្យស្រង់សម្បត្តិអីចឹងទៅគាល់នៅវាំងអីចឹងទៅគឺហ៊ុនសែនប្រើស្ដេចរហូតនេះគឺជាផែនការដែលគេរៀបមកតាំងពី91 92 93មកហើយវាតកតងនឹងផែនការដែលគេរៀបតាំងពី1987នៅពេលដែលហ៊ុនសែនទៅជួបស្ដេចសីហនុនៅ Fair Etadeno រឿងនេះបើគិតទៅវាតាមលំដាប់លំដោយមិនមែនកើតប្រជាណាចក្រនឹងដើម្បីឲ្យខ្មែរយើងនឹងបានស្ដេចសោយរាជទេអត់ទេហើយរឿងនេះខ្ញុំនិយាយប៉ុណ្ណឹងបកូនណាឮស្ដាប់ខ្លួនឯងទៅតើពិតមិនពិតនាងមនិចឮស្ដាប់ខ្លួនឯងទៅតើពិតមិនពិតហើយគិតខ្លួនឯងទៅតើរាជវង្សមានអនាគតទេចម្លើយថាអត់ទេអត់មានអនាគតទេពីព្រោះវាជា game ដែលយួនគេប្រើគេ play all along ហើយគេមាន reservation របស់គេអានោះណាជាចំណែកនឹងប៉ុណ្្នឹងទេគាត់ណាចង់ឲ្យអ្នកសួរនឹងឆ្លាតអ្នកសួររករៈនឹងយល់ហើយអ្នកស្ដាប់នឹងបានយល់ដឹងផងណាចលសាររតនៈចាញ់ដើរលេងទៅចៅអត់មានសាមគួយកណ្ដួយឆ្ងាញ់អីមកប្រាប់តាទេតើអត់មានត្រូវការសាមគួយទៅដួយឆ្ងាញ់ហ្នឹងទេទៅឆ្ងាយអញអត់មានកើតមកអត់មានជឿអាសាមគួយទៅដួយឆ្ងាញ់ហ្នឹងទេអាណាជឿតែហែងភ្លើរឿងគេតែងហែងមកសួរអាណាគេតួអង្គណាហែងស្អីបើហែងសាមកុកមិនមែនសៀមវាសាមកុកដែរមិនគេវាយហែងឡើងបាក់ស្បាត់ហើយយួនវាមានសាមកុកអីវាវាយហែងឡើងក៏ពិតហែងនៅសាមគួយអីទៀតអាភ្លើថ្ងៃក្រោយមកសួរអញហែងទៅមាត់អញធុញណាស់ណាស៊ីតាចិនរឿងចិនគេនិទានរឿងប្រឡោមលោកសោះឯងណាសាមគួយឯងចេះស្អីរៀនមិនរៀនប្រាប់ឲ្យទៅរៀនមិនព្រមរៀនទេកុំសួរអញខ្ពើម10ឆ្មោកបងប្អូនអើយខ្ញុំមិនដែលខឹងនឹងពួកអាក្មេងអត់នឹងទេប៉ុន្តែជាដកមេវាខ្លះទៅណាដកមេវាខ្លះទៅមិនដឹងជាសាមគួយអីទេអញខ្ពើមហែងទៅមើលសិង្ហបុរីមកមានអាណានិយាយសាមកុកហែងទៅសួរចិនសិង្ហបុរីចិនអាយុសិង្ហបុរីរៀនណា Do you know the warring state story in China ណាបើហែងទៅសួរចិនសក់សៀមអាហ្នឹងគេនិយាយសាមកុកខ្លះបើហែងទៅសួរចិនសក់យួននេះសួរទៅណាហេគិតយ៉ាងម៉េចទេរឿងសាមកុកអត់មានសាមកុកទេអញគិតពីរឿងសាមការចិនសក់យួនគេធ្វើការងារគេមិនភ្លើទៅហែងទេហើយហែងអត់ចេះចិនមួយម៉ាត់ទេពីដើមអត់ចេះចិនមួយម៉ាត់ទេអូយឲ្យតែចូលតាមចិនដូចគ្រូសាហ៊ុនសែនអញ្ចឹងមិនដឹងជាស្អីទេចិនអីមានអីទៅធ្វើចិនទៀតលោកហើយលោកមកអញចិនអីអញណាអញ្ចឹងវាចេះតែល្ងើអញ្ចឹងហើយទៅមើលយួនចិនសក់យួនវាដែរយកសាមកុកមកធ្វើដើមទុនទេហើយឯងគិតមើលស៊ីជីនពីងវាយកសាមកុកមកធ្វើដើមទុនទេណាហើយចិនសិង្ហបុរីយកសាមកុកទេហើយឯងសួរតៃវ៉ាន់មើលវាយកសាមកុកទេហើយឯងសួរចិននៅតាមផ្សារចិនស្រុកអាមេរិកមើលវាយកសាមកុកទេមិនឯងភ្លើសាមកុកឯងទៅសួរចិននៅម៉ាឡេមើលវាយកសាមកុកទេសាមកុកនៅសល់ថៃបន្តិចប៉ុណ្្នឹងឯងឯងមិនក៏ល្ងើមែនអារបស់គេភូតនឹងចូលចិត្តណាចាំថាណាអញដកមេខ្ជិលដឹងជាស្អីមកសាមកុកអីជាមួយអញរៀនមិនរៀនណាលោកតាបើយើងអភិវឌ្ឍវិស័យសភាវុធល្អទេហើយចុះមិនក៏មិនរៀនបើឯងរៀនមិនចប់ថ្នាក់ទី12ផងហើយធ្វើជាព្រាហ្មណ៍កៅស៊ូកើតទេយេកូននេះអាចឯងចេះធ្វើជាព្រាហ្មណ៍កៅស៊ូទេអត់ចេះធ្វើស្នាទេអត់ទេចេះធ្វើក្របលុញទេអត់ទេតែបើអារបស់ហ្នឹងអត់ឯងបើចង់អភិវឌ្ឍសភាវុធអីយើងត្រូវរៀនណាចារកលុយបានទៅទិញគេមកយេអំបល់នេះអញឆ្ងល់អភិវឌ្ឍសភាវុធអើយជាព្រាហ្មណ៍កៅស៊ូធ្វើមិនបានផងណាធ្វើអាដៃកងទៅទាញលក់បន្លាថៃនៅព្រៃច័ន្ទជោគជ័យថៃវាបាញ់ឈាមអលហាចនាំនេះជីចានអស់ហើយគិតមើលអភិវឌ្ឍស្អីប្រាប់ឲ្យរៀនព្រមរៀនទេប្រាប់ឲ្យរៀនព្រមរៀនទេអភិវឌ្ឍសភាវុធអញជួញតែសៀមវាយទេអញឆ្ងល់ដល់ហើយបើមិនចឹងទេបន្តិចទៀតយួនវាយទៀតណាពុតពូថៅពុតថៅឬពុតថៅ if you have come to visit Australia អរគុណអត់បានទៅទេឈឺហើយចាំថ្ងៃលេលោកទេអរគុណច្រើនសុខសប្បាយ